ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីបាទការភ្ជាប់ PC ឬ laptop ឬក៏ជា printer ទៅកាន់ switch បាទនៅក្នុងកម្មវិធី Cisco Packet Tracer បាទអញ្ចឹងនៅក្នុងការភ្ជាប់របស់ខ្ញុំនេះគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការភ្ជាប់ដោយយើងខ្សែភ្ជាប់ដែលហៅថា physical connection ហ្នឹងបាទអញ្ចឹងយើងប្រើជា copper string through cable ហើយបាទយើងភ្ជាប់ពី Fastnet PC printer ទៅកាន់ Fastnet port switch បាទហើយនឹងការដាក់ IP បាទ address ជាមួយនឹង subnet mask ទៅលើឧបករណ៍នីមួយៗដោយដែលខ្ញុំមានគំរូឧទាហរណ៍នេះអញ្ចឹងបាទចាឥឡូវនេះគឺខ្ញុំនឹងបង្កើតថ្មីដើម្បីបង្ហាញជូនពុកម៉ែបងប្អូនអំពីលក្ខណៈជាយើងអាចថាជា basic បាទទៅសិនហើយយើងនឹងមានមេរៀនបន្តទៀតដែលនឹងបង្ហាញបាទជាបន្តតាមលំដាប់ដោយបន្តទៅទៀតបាទចឹងឥឡូវនេះខ្ញុំនឹងទៅបង្កើតក្តារថ្មីចឹងពុកម៉ែបងប្អូនធ្វើការចុចនៅកន្លែង new នេះក៏បានឬយើងចូលទៅ file យើងយកពាក្យ new បាទខ្ញុំយក no ទៅខ្ញុំអត់ save ទេខ្ញុំនឹងគូសថ្មីជូនបង្ហាញពុកម៉ែបងប្អូនឥឡូវនេះដើម្បីយើងទៅយកបាទ PC របស់យើងអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការចុចនៅខាងក្រោមនេះកន្លែង end device នេះយើងចុចកន្លែងជម្រើស end device រួចខ្ញុំធ្វើការយកបាទ PC បាទ PC 0បាទ PC 1បាទខ្ញុំយកមួយទៀតណា PC 2អញ្ចឹងទៅខ្ញុំយក3នេះដើម្បីបង្ហាញជូនពុកម៉ែបងប្អូនរួចហើយបាទយើងខ្ញុំយក printer មួយទៀតចាបាទនេះខ្ញុំដាក់ printer មួយទៀតអញ្ចឹងនៅក្នុងនេះគឺសុទ្ធតែជា end device ទាំងអស់យើងមាន TV មាន tablet មាន smartphone មានអីផ្សេងទៀតណាបាទមានឱកាសខ្ញុំនឹងបង្ហាញជូនបន្ថែមទៀតឥឡូវនេះខ្ញុំទៅបាទទៅរក switch បាទយើងចុចកន្លែង switch ហើយខ្ញុំយក2960នេះចុះបាទយកមកដាក់ចេះមួយតើមកខ្ញុំនឹងធ្វើការភ្ជាប់ខ្សែអញ្ចឹងដើម្បីភ្ជាប់ខ្សែយើងចូលទៅកន្លែងបាទរូបនេះ connection នេះបាទយើងចូលទៅ connection ទៅហើយខ្ញុំយកទី1នេះចុះអញ្ចឹងយើងភ្ជាប់ពី PC 0ទៅ switch បាទ PC 1ទៅ switch បាទនិងPC បាទ2នេះទៅ switch បាទហើយនឹង printer មក switch មួយទៀតបាទអញ្ចឹងការភ្ជាប់របស់យើងបានភ្ជាប់ connect រួចរាល់ហើយពុកម៉ែបងប្អូនបាទអ្វីដែលយើងត្រូវធ្វើបន្តទៅទៀតនោះគឺខ្ញុំនឹងធ្វើការបាទដាក់IP address បាទដាក់ IP address និង subnet mask ទៅលើបាទ PC 0បាទ PC 1 PC 2នេះហើយនឹង printer បាទអញ្ចឹងដើម្បីយើងដាក់ឥឡូវនេះគឺមុនយើងដាក់ខ្ញុំនឹងធ្វើការ note ចំណាំទុកសិនក៏ជាវាកុំឲ្យយើងភ្លេចបាទអញ្ចឹងយើងដើម្បី note ខ្ញុំយកនេះកន្លែង note នេះបាទខ្ញុំចុចមួយមកខ្ញុំចុចនៅកន្លែង PC 0នេះមួយអញ្ចឹងខ្ញុំនឹងដាក់ IP មុនបាទខ្ញុំដាក់ IP ខ្ញុំសេកាត់ពុកម៉ែបងប្អូនណានេះគ្រាន់តែជា note របស់ខ្ញុំដាក់បាទ IP នេះខ្ញុំដាក់192បាទចុច168បាទចុច1ចុច2ហើយនឹង subnet mask បាទខ្ញុំសេកាត់ណាពុកម៉ែបងប្អូនណាសង្ឃឹមពុកម៉ែបងប្អូនទស្សនានៅវីដេអូនេះអាចនឹងមើលយល់បាទ255.255.255បាទចុច0បាទអញ្ចឹងយើងទៅមើល PC1 ណា PC1 នេះខ្ញុំដាក់បាទដូចគ្នាបាទ IP 192.168.1បាទចុច3ណាខ្ញុំដាក់ចុច3subnet mask 255.255.255.0និង PC បាទ2IP គឺ192.168.1បាទ4I subnet mask 255.255.255.0បាទ printer មួយទៀតបាទអញ្ចឹង printer IP បាទ192.168បាទចុច1ចុច10បាទ
subnet 255.255.255.0 បាទអញ្ចឹងនេះគឺគ្រាន់តែជាការ note ទេអញ្ចឹងឥឡូវក្រោយពីយើងរួចរាល់ហើយយើងបាទចាប់ផ្ដើមទៅកំណត់បាទ IP នៅក្នុង device នីមួយៗឥឡូវនេះខ្ញុំនឹងចូលទៅកាន់បាទ PC 0 សិនអញ្ចឹងពុកម៉ែបងប្អូនចុចលើបាទ PC 0 ហ្នឹងមកបន្ទាប់មកយើងចូលទៅកាន់ config រួចយើងធ្វើការចូលទៅបាទ fastnet នេះហើយកន្លែង IP នេះយើងអាចដាក់មកបាទមិញ192.168.1.2បាទអញ្ចឹង subnet mask គឺនឹងបំពេញឲ្យអូតូតែម្ដងយើងគ្រាន់តែបំពេញតែ IP ទៅបានរួចរាល់ហើយអញ្ចឹងយើងទៅមើល PC1 មួយទៀតបាទយើងចូលទៅកន្លែង config បាទ fast ethernet ហើយយើងចូលកន្លែងនេះមកយើងបំពេញ 192.168.1.3 បាទ subnet mask អូតូទេហើយយើងចូលទៅ PC 2 មួយទៀតយើងចូលទៅ config fastnet បាទ1.1.4 បាទ subnet mask 255.255.255.0 នៅ printer មួយទៀតបាទយើងចុចលើ printer បាទយើងចូលទៅ config បាទ fastnet ដែលហើយកន្លែងនេះមកបាទយើងដាក់192.168.1.10 បាទ subnet mask យើងដដែលទេបាទហើយបើសិនជាយើងសួរថាតើ gateway យើងត្រូវការទេអញ្ចឹងចម្លើយយើងថាដូចជាមិនចាំបាច់ទេប្រសិនបើយើងមានតែ switch ហើយឧបករណ៍ទាំងអស់វាស្ថិតក្នុង network តែមួយបាទដោយដែលខ្ញុំបានភ្ជាប់បំបញ្ញមិញនេះអញ្ចឹងត្រូវការ default gateway បើសិនជាមាន router ហើយចង់បាទឲ្យតាក់ទង network ផ្សេងឬក៏ internet ណាមិនយើងត្រូវការអញ្ចឹងយើងភ្ជាប់តែប៉ុណ្ណឹងទៅបាទរួចរាល់ហើយអញ្ចឹងនៅក្នុងវីដេអូទី1នេះគឺខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះសិនហើយយើងនឹងចាំជួបគ្នានៅបាទវីដេអូទី2ណាវីដេអូភាគ2គឺខ្ញុំនឹងចាប់ផ្ដើមធ្វើការសាកល្បង ping បាទ ping ពីPC 0 PC1 បាទហើយនឹង PC2 បាទដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាបាទតើយើង ping ចូល ping យ៉ាងដូចម្ដេចបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនតែប៉ុណ្ណេះសិនហើយយើងចាំជួបគ្នានៅភាគបន្តទៀតបាទសូមអរគុណ